ធ្វើមិនទៅប្រឡងបាត់ដប់កាន់តែខិតចិត្តមកហើយមេរៀនក៏ច្រើនភ័យក៏ភ័យតើត្រូវធ្វើអីខ្លះតើត្រូវរៀបចំខ្លួនឲ្យរបៀបណាកុំបារម្ភក្នុងវីដេអូនេះខ្ញុំនឹងមកប្រាប់អ្នកទាំងអស់គ្នាអំពីរបៀបដែលខ្ញុំត្រៀមខ្លួនមុនពេលប្រឡងបាត់ដប់ដែលជួយឲ្យខ្ញុំទទួលបាននីតិ A បើចង់ដឹងថាខ្ញុំត្រៀមខ្លួនឲ្យរបៀបណាតោះមើលវីដេអូទាំងអស់គ្នាសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីសល់តែប្រហែលខែទៀតការប្រឡងបាក់ឌុបនឹងចូលមកដល់រយៈពេលប្រហែលខែនេះគឺមិនយូរទេប៉ុន្តែវាក៏សមល្មមសម្រាប់ឲ្យយើងអាចត្រៀមខ្លួនសម្រាប់ការប្រឡងនេះបានដែរឲ្យតែយើងចាប់ផ្ដើមពីឥឡូវទៅអញ្ចឹងតោះទៅមើលរបៀបត្រៀមខ្លួនរបស់ខ្ញុំទាំងអស់គ្នាទី1រំលឹកមកដល់ពេលនេះហើយយើងប្រកាសជារៀនបានសឹងគ្រប់មុខអស់ហើយមិនថាលំហាត់មិនថាសំណួរអញ្ចឹងអ្វីដែលយើងត្រូវធ្វើឥឡូវគឺយើងត្រូវត្រឡប់ទៅយកមេរៀនទាំងអស់នោះឯកសារផ្សេងៗដែលយើងមានតាំងពីដើមឆ្នាំយកមកមើលយកម្ករំលឹកឡើងវិញយើងយកវាមកមើលឡើងវិញហើយចាប់ផ្ដើមទន្ទិញបើយើងបានទៅរៀនគួរហើយគ្រូមានវិញ្ញាសាសង្ខេបចំណុចសំខាន់យើងយកអានឹងមកមើលក៏បានដែរចំណេញពេលផងប៉ុន្តែបើយើងអត់មានក៏អត់អីដែរយកមេរៀននឹងមកមើលមកអានមកធ្វើមកទន្ទិញមើលម្ដងមួយមេរៀនមើលម្ដងមួយមេរៀនតាមមុខវិជ្ជានីមួយៗខ្ញុំជឿថាអ្នកទាំងអស់គ្នានៅមានពេលគ្រប់គ្រាន់សម្រាប់រំលឹកមេរៀនទាំងអស់ឡើងវិញចាប់ពីដើមឆ្នាំមកបើទោះបីជាវារៀងច្រើនបន្តិចក៏យើងនៅតែអាចទន្ទិញចាំបើយើងចាប់ផ្ដើមពីឥឡូវទៅហើយខំមើលវាជារៀងរាល់ថ្ងៃរហូតដល់ថ្ងៃប្រឡងគឺយើងត្រូវតែបង្កើតទម្លាប់នឹងឲ្យបានពីឥឡូវទៅនៅពេលដែលយើងកំណត់ហើយតាំងចិត្តហើយគឺយើងត្រូវតែធ្វើឲ្យបានត្រូវតែគោរពតាមកាលវិភាគដែលយើងបានកំណត់នឹងទោះបីជាពេលខ្លះយើងចង់ធ្វើក៏ដោយមិនចង់ធ្វើក៏ដោយយកមេរៀនទាំងអស់នឹងមកមើលមកអានមកទន្ទិញហើយបើយើងមានចម្ងល់ឆ្ងល់ត្រង់ណាឆាប់ទៅសួរគ្រូឆាប់ទៅសួរមិត្តភ័ក្តិពីចំណុចនីមួយៗហ្នឹងកុំគិតថាវាមិនអីឬក៏ចាំនេះសិនចាំនោះសិនប្រយ័ត្នតាប្រឡងចេញមកចំចំណុចដែលយើងអត់ចេះហ្នឹងហើយយើងអត់បានសួរហ្នឹងយើងស្ដាយក្រោយអស់មួយជីវិតហើយទី2វិញ្ញាសាចាស់ចំណុចនេះគឺខ្ញុំតែងតែបាននិយាយរួចហើយវិញ្ញាសាចាស់គឺជាអ្វីដែលយើងគួរតែមើលបន្ទាប់ជាពិសេសគឺលំហាត់នឹងមកបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍គឺថាពីមួយឆ្នាំទៅមួយឆ្នាំវិញ្ញាសាគឺមានលក្ខណៈស្រដៀងគ្នាពេលខ្លះលំហាត់អញ្ចឹងគឺគេដូរតលេខក៏មានដែរឬក៏កន្លឹះតិចតួចឧទាហរណ៍លំហាត់ limit នៅក្នុងគណិតវិទ្យាចុះអញ្ចឹងបើឆ្នាំមុនគេចេញបែបនេះឆ្នាំហ្នឹងក៏ប្រហែលជាអាចចេញបែបហ្នឹងដែរគឺគេគ្រាន់តែដូរលេខបន្តិចបន្តួចទេអញ្ចឹងបើយើងបានអនុវត្តបានយកវិញ្ញាសាចាស់មកធ្វើយើងប្រកាសជាអាចធ្វើបានខ្ញុំសូមណែនាំអ្នកទាំងអស់គ្នាឲ្យយកវិញ្ញាសាចាស់ដែលអ្នកទាំងអស់គ្នាអាចរកបានយកមកធ្វើឡើងវិញមកមើលឡើងវិញវិញ្ញាសាទាំងអស់នោះវានឹងបង្រៀនអ្នកទាំងអស់គ្នាឲ្យចេះពីលំហាត់ដែលអាចនឹងចេញឲ្យយើងដឹងពីប្រភេទលំហាត់ដឹងពីរបៀបដែលគេចេញលំហាត់ចេញសំណួរក្នុងពេលប្រឡងបាក់ឌុបបើយើងអាចធ្វើវិញ្ញាសាចាស់ទាំងអស់នោះបានដោយគ្មានបញ្ហាលទ្ធភាពដែលយើងអាចធ្វើវិញ្ញាសាឆ្នាំនេះបានគឺវាកាន់តែខ្ពស់យើងធ្វើកាន់តែច្រើនយើងមើលកាន់តែច្រើនយើងយល់កាន់តែច្រើនហើយយើងក៏ចេះកាន់តែច្រើនដែរទី3គ្រប់គ្រងពេលវេលាបន្ទាប់ពីយើងចាប់ផ្ដើមរំលឹកមេរៀនសាដើមឡើងវិញយើងក៏ត្រូវចាប់ផ្ដើមគ្រប់គ្រងពេលវេលារបស់យើងដែរពេលវេលានេះគឺវាតាក់ទងទៅនឹងការរៀបចំពេលរៀនពេលរំលឹកពេលសម្រាប់ផ្សេងគឺវាតាក់ទងទាំងអស់គឺយើងត្រូវតែកំណត់ឲ្យបានត្រឹមត្រូវអ្វីដែលខ្ញុំចង់សង្កត់ធ្ងន់កន្លែងពេលវេលានេះគឺជាពេលវេលាដែលយើងធ្វើលំហាត់ដែលយើងឆ្លើយសំណួរក្នុងកំឡុងពេលប្រឡងយើងត្រូវតែកំណត់ត្រូវតែវឹកហាត់ត្រូវតែធ្វើលំហាត់ឆ្លើយសំណួរឲ្យទាន់ម៉ោងបើទោះបីជាយើងចេះគ្រប់សំណួរចេះគ្រប់លំហាត់ប៉ុន្តែបើយើងធ្វើមិនទាន់ម៉ោងអានឹងវាស្មើនឹងគ្មានន័យស្មើនឹងគ្មានប្រយោជន៍អញ្ចឹងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាហាត់គ្រប់គ្រងពេលវេលាបានល្អអ្នកទាំងអស់គ្នាគួរតែមាននាឡិកាដៃមួយសម្រាប់មើលម៉ោងក្នុងពេលប្រឡងវិធីសាស្ត្រមួយដែលខ្ញុំប្រើគឺនៅពេលដែលខ្ញុំអនុវត្តទៅលើវិញ្ញាសាចាស់គឺខ្ញុំរៀបចំខ្លួនគឺខ្ញុំមានប្រដាប់ប្រដាផ្សេងៗហ្នឹងដូចខ្ញុំទៅប្រឡងមែនតើអញ្ចឹងនៅពេលដែលយើងចាប់ផ្ដើមយើងគួរតែលៃមើលថាតើយើងគួរតែចំណាយពេលប្រមាណនាទីទៅលើលំហាត់មួយឬក៏សំណួរមួយហើយបើយើងធ្វើបានពាក់កណ្ដាលហើយតើយើងគួរតែចំណាយពេលអស់ប្រមាណហើយយើងក៏អាចលៃមើលថាតើយើងគួរតែទុកប្រមាណនាទីនៅពេលចុងម៉ោងដើម្បីផ្ទៀងទាត់ឡើងវិញនិយាយរួមទៅគោលដៅរបស់យើងគឺធ្វើយ៉ាងម៉េចឲ្យយើងធ្វើឲ្យចប់ត្រឹមត្រូវនិងទាន់ពេល
នៅពេលដែលអ្នកទាំងអស់គ្នាធ្វើអញ្ចឹងបានហើយពេលប្រឡងអ្នកទាំងអស់គ្នាប្រកាសជាគ្រប់គ្រងស្ថានភាពបានអ្នកទាំងអស់គ្នាដឹងថាត្រូវចំណាយពេលប៉ុណ្ណាដឹងថាខ្លួនឯងនឹងធ្វើទាន់ឬមិនទាន់សល់ពេលប្រហែលនាទីហើយបើយើងដឹងថាធ្វើមិនទាន់ទេយើងត្រូវតែបន្ថែមល្បឿនបន្តិចលៃលោកធ្វើអាចេះមុនធ្វើអាបន្ទុកច្រើនមុនអីចឹងទៅនិយាយរួមទៅគឺវាធ្វើឲ្យយើងគ្រប់គ្រងពេលវេលាបានធ្វើឲ្យយើងគ្រប់គ្រងស្ថានភាពបានជាជាងពេលដែលយើងអត់ដឹងថាម៉ោងប្រហែលអត់ដឹងថាធ្វើប៉ុណ្ណាអីប៉ុណ្ណីបើយើងមិនអាចគ្រប់គ្រងពេលវេលាបានអត់អាចគ្រប់គ្រងស្ថានភាពបានយើងភ័យយើងខ្លាចទៅដល់ម៉ោងមិនស្រួលលំហាត់ដែលយើងចេះអាចនឹងធ្វើខុសក៏ថាបានដែរដូច្នេះអ្នកទាំងអស់គ្នាគួរតែរៀនគ្រប់គ្រងពេលវេលាឲ្យបានល្អទី4សុខភាពបន្ទាប់ពីយើងមើលពីយើងរំលឹកពីយើងអានពីយើងអនុវត្តពីយើងគ្រប់គ្រងពេលវេលាអ្វីដែលយើងត្រូវធ្វើបន្ទាប់គឺយើងត្រូវមើលថែសុខភាពរបស់យើងឲ្យបានល្អទាំងផ្លូវកាយនិងផ្លូវចិត្តត្រូវញ៉ាំឲ្យបានគ្រប់គ្រាន់ត្រូវគេងឲ្យបានគ្រប់គ្រាន់មានពេលរៀនមានពេលសម្រាកមានពេលលំហែយើងត្រូវតែបែងចែកឲ្យបានត្រឹមត្រូវជៀសវាងកុំឲ្យមានបញ្ហាសុខភាពកុំឲ្យឈឺកុំឲ្យថាហេចិត្តដល់ថ្ងៃប្រឡងហើយអញ្ចឹងយើងត្រូវតែរៀបដាច់យប់ដាច់បាយដាច់ទឹកជាពិសេសគឺអា3-4ថ្ងៃមុនប្រឡងហ្នឹងអញ្ចឹងអាហ្នឹងតែឈឺដឹងតែចោះបាយបើអ្នកទាំងអស់គ្នាខំរៀនខំរំលឹកខំមើលពីឥឡូវទៅរហូតដល់ថ្ងៃប្រឡងខ្ញុំជឿថាអ្នកទាំងអស់គ្នានៅតែអាចចាំនៅតែអាចចេះកុំឲ្យតែឥឡូវហ្នឹងគឺចាប់ផ្ដើមបានតែមាត់ឬក៏ចាប់ផ្ដើមរៀនតែ1ម៉ោង2ម៉ោងឬក៏អត់រៀនសោះតែដល់ពេលអាមុនប្រឡងមួយអាទិត្យហ្នឹងចាប់ផ្ដើមរៀនមួយថ្ងៃ8 9ម៉ោង10ម៉ោងដាច់យប់ដាច់បាយដាច់ទឹកអាហ្នឹងឯងបានហានិភ័យអញ្ចឹងត្រូវតែបែងចែកឲ្យបានត្រឹមត្រូវហើយខិតខំឲ្យអស់ពីសមត្ថភាពខ្ញុំជឿថាអ្នកទាំងអស់គ្នាប្រកាសជាអាចធ្វើបានហើយអ្នកទាំងអស់គ្នាក៏ត្រូវតែជឿលើខ្លួនឯងដែរជូនពរសំណាងល្អជូនពរជោគជ័យថ្ងៃប្រឡងខ្ញុំជីនជួបខ្ញុំនៅវីដេអូក្រោយ